ចឹងយើងក៏លេខទៅមើលរឿងយើងបន្តទៀតបាទកាលពីម្សិលមិញខ្ញុំជួបជាមួយនឹងកញ្ញាសាសាចា៎ហើយខ្ញុំបានឲ្យគាត់ថាចឹងកញ្ញាអាចឡើងមកបកស្រាយផ្ទាល់ចំពោះសកម្មភាពដែលគេធ្វើបាបកញ្ញានៅពេលនោះបានទេមុនដំបូងគាត់ថាបានចា៎បាទប៉ុន្តែក្រោយមកគាត់ក៏សុំទោសវិញថាបងរាធាសុំទោសទៅឥឡូវនេះភ្នែកកាន់តែហើមចា៎បាទភ្នែករបស់គាត់កាន់តែហើមហើយបើកអត់រួចចា៎បាទដល់ចឹងទៅក៏លុបចោលវិញទៅតាមពិតគាត់ត្រូវមកអង្គុយជាមួយខ្ញុំដើម្បីគាត់បំភ្លឺជុំវិញនឹងរឿងរ៉ាវដែលកើតនៅកន្លែងនោះចា៎បាទធ្ងន់ណាស់បាទធ្ងន់ឥឡូវនេះគាត់ដណាព្រោះកើតពីថ្ងៃទី2ចា៎បាទអញ្ចឹងមកទល់នឹងពេលនេះវាថ្ងៃទី9ណាបាទថ្ងៃទី9ថ្ងៃទី10បាទថ្ងៃទី10ហើយអញ្ចឹងគាត់ត្រូវបំភ្លឺឲ្យច្បាស់ដើម្បីកុំឲ្យច្រឡំថាតើពេលដែលកញ្ញាគប់ទូរស័ព្ទទៅលើអង្គរៈរបស់អង្គញាសុខមុនហ្នឹងដោយហេតុផលអីចា៎ហើយហេតុផលអីបានជាអង្គញាហ្នឹងចាប់ផ្ដើមវាយសាហាវម្លេះមកលើរូបកញ្ញាចា៎បាទសម័យហ្នឹងបានទៅជែកគ្នាច្រើនតាមទូរស័ព្ទហើយជួបរហូតដល់លពុករបស់កញ្ញាសាសាទៀតបាទលោកអ៊ុធីគាត់ឈ្មោះដូចខ្ញុំលពុកកញ្ញាបាទគាត់ជាឪពុកគាត់សម្ដែងការសោកស្ដាយចំពោះទង្វើរបស់អុកញ៉ាម្នាក់ដែលមានលុយវល់លៀនដុល្លារចា៎ប៉ុន្តែធ្វើចរិតថោកចា៎គាត់ចង់ប្រើពាក្យបែបនេះយើងជាអ្នកថ្លៃថ្នូរមនុស្សដែលថ្លៃថ្នូរគឺបានន័យថាដែលមានសន្តានចិត្តល្អចា៎បាទមានគុណធម៌ក្នុងខ្លួនចុះហេតុអីបានជាក្នុងងារជាអុកញ៉ាឥឡូវលេងអុកញ៉ាព្រោះតឡាការចេញនៃការចាប់ហើយចា៎បាទលោកមុនសុកលោកសុកមុនអញ្ចឹងមកបាទព្រោះមានប្រិមិត្តរបស់យើងច្រើនណាស់ដែលគាត់សួរមកខ្ញុំថាលោកទីបោអ្នកប្រព្រឹត្តជាប់ទោសទណ្ឌប៉ុណ្ណឹងទៅហើយអុកញ៉ាអីទៀតនិយាយថាលោកអញ្ចឹងទៅចា៎បាទកុំឲ្យតែប្រើភាសាវាអាមឹងវាពិបាកស្រាប់ចា៎បាទភាសាខ្មែរយើងវាអញ្ចឹងហែងអាហ្នឹងវាពិបាកស្រាប់និយាយថាលោកសុកមុនអញ្ចឹងទៅបាទងារអុកញ៉ាគឺងារប្រទានដោយព្រះមហាក្សត្រមិនមែនបានងារហើយអ្នកឯងចេះតែប្រព្រឹត្តបំផ្លាញបរិយាក្រិតទេមែនតើទៅអ្នកដែលមានងារប្រទានដោយព្រះមហាក្សត្រមានងារតំណែងដោយព្រះរាជក្រឹត្យនឹងព្រះមហាក្សត្រដែរបាទដោយអនុក្រឹត្យដោយរដ្ឋាភិបាលគឺគេចាត់ទុកថាមនុស្សមានសេចក្តីថ្លៃថ្នូរចា៎មានគុណធម៌ល្អបានគេឲ្យមុខងារហ្នឹងចុះឥឡូវបើយកអាតួនាទីដែលរដ្ឋាភិបាលប្រគល់ឲ្យយកតួនាទីនឹងងារដែលព្រះមហាក្សត្រប្រទានឲ្យទៅប្រព្រឹត្តអាក្រក់នៅក្នុងសង្គមតើគួរឲ្យដាក់ឈ្មោះនឹងតទៅទៀតឬយ៉ាងម៉េចអញ្ចឹងបានជាមហាជនគាត់បានសួរថាលោកទៅចោះឥឡូវមុនពេលនឹងយើងប្រទានសំទោសមុនពេលដែលរដ្ឋាភិបាលស្នើទៅព្រះមហាក្សត្រសូមប្រទានបរមងារបុគ្គលណាម្នាក់តើបុគ្គលនោះយើងត្រូវបានស៊ើបអង្កេតស្រាវជ្រាវសិក្សាពីលក្ខណៈសម្បត្តិរបស់បុគ្គលនោះជុំវិញរឿងបុគ្គលនោះហើយនៅដើម្បីកុំឲ្យងាររបស់បុគ្គលគេខ្លះគេល្អវាខូចដោយសារឈ្មោះយើងហ្នឹងគេខ្លះគេទទួលបានងារជាអង្គការដែរគេទទួលឋានៈពីរាជរដ្ឋាភិបាលដែរប៉ុន្តែគេប្រយ័ត្នណាស់តំណែងកាន់តែធំមុខមាត់កាន់តែល្បីកាន់តែប្រយ័ត្នកាន់តែមានសភាពរាបសារសេចក្តីថ្លៃថ្នូរសម្រាប់មហាជនឥឡូវយើងក៏លេខមក
លោកសុកមុនលោកតាមពិតទៅខ្ញុំទំលឺឈ្មោះពេលមានរឿងចាដូចគ្នាមិនដែលស្គាល់ទេបាទដល់ពេលចាប់ដើមស្គាល់មានរឿងបានស្គាល់ដល់ពេលមើលមុខខ្ញុំថាតែដូចធ្លាប់ជួបកន្លែងណាបាទជួបដូចថាចូលកន្លែងហូបចុកហាងអីហ្នឹងដូចតែឃើញមុខចាអញ្ចឹងទៅដូចស្តៀងធ្លាប់ជួបណាបាទឥឡូវសូមលើកឡើងពីការបកស្រាយរបស់កញ្ញាសាសាម្សិលមិញគាត់បានបញ្យល់មួយទៅលើคลิปវីដេអូសាករាយមើលคลิปវីដេអូដើម្បីបញ្យល់បាទសាបាននិយាយថារឿងដែលនាំឲ្យអុកញ៉ាម្នាក់នេះធ្វើបាបប្រើហិង្សាមកលើកញ្ញាដោយសារតែកញ្ញារៀបរៀងមិនឲ្យអុកញ៉ាម្នាក់នេះបំពេញគំរាមកំហែងធ្វើទរណកម្មទៅលើនារីជប៉ុនម្នាក់នេះដែលគាត់ធ្លាប់បានធ្វើបាបគាត់2 ដងរួចទៅហើយបានន័យថាសាបានបញ្ជាក់ថាស្ត្រីជនជាតិជប៉ុនដែលជាម្ចាស់ហាងនោះត្រូវបានអង្ញាសុកមុននេះធ្វើបាប2 ដងរួចទៅហើយនេះគឺកញ្ញាសាដែលឈរទៅជែកនេះបានន័យថាកុំឲ្យធ្វើបាបជនជាតិជប៉ុននឹងគាត់ស្រវឹងហើយកុំទាញគាត់យកទៅណាអត់ឲ្យយកទៅណាទេនេះដែលសាប្រាប់ថាកុំឲ្យគេយកជនជាតិជប៉ុនហើយជប៉ុននោះនិយាយជាភាសាអង់គ្លេសឲ្យសាជួយនាងផងពួកនាងធ្លាប់បកគលនឹងធ្វើបាបម្ដងហើយ2 ដងហើយប៉ុន្តែពេលនេះសាបានការពារមិនឲ្យគេយកជនជាតិជប៉ុនជាស្ត្រីជនជាតិម្ចាស់ហាងនេះចេញក្រៅដល់ការពារអញ្ចឹងទៅខាងអង្គរៈរបស់សុកនេះមកប្រមាថថាថ្ងៃជើអីប្រើពាក្យចាថ្ងៃជើអីចុយម៉ាយឡូវហ្នឹងភាសាពេលថ្ងៃជើអីហ្នឹងហើយដែលគេចាប់ផ្ដើមដកអាវុធចេញពីចង្កេះបាទដល់ជើអីអញ្ចឹងសាប្រាប់ថាខ្ញុំនិយាយតែទៅលើពួកម៉ាក់មិត្តភក្តិខ្ញុំកុំឲ្យគាត់យកទៅព្រោះខ្ញុំថាពួកគេបានឲ្យខ្ញុំការពារគ្នាស្រវឹងអញ្ចឹងហើយអង្គរៈហ្នឹងនៅស្អីតាថ្ងៃជើអីថ្ងៃចុយម៉ាយឡូវបាទថែមអញ្ចឹងទៅគាត់ក៏ទុកមិនបានថាខ្ញុំនិយាយដោយភាពតិចហើយទៅបានជាលោកមួយខ្ញុំអញ្ចឹងក៏គប់ទូរស័ព្ទនឹងទៅស្ដៅទៅលើអង្គរៈទទួលស្គាល់ថាគុំមែនប៉ុន្តែគប់ដោយសារការប្រមាថរបស់អង្គរៈរបស់សុកមុនប៉ុន្តែពេលនោះគឺបានហក់យកមកវាយសាហាវនឹងតែម្ដងក្រុមអ្នកបម្រើនៅទីនោះគឺព្យាយាមខាត់ប៉ុន្តែគ្នាអត់ហ៊ានខាត់ខ្លាំងទេដោយសារតែអង្គរៈនោះកំភ្លើងគេដករួចជាសាច់ទៅហើយគឺវាយសាហាវបាទអញ្ចឹងអ្វីដែលសាចង់បញ្ជាក់ថាមូលហេតុដែលគប់ទូរស័ព្ទដោយសារតែអង្គរៈនោះឯងជាអ្នកប្រមាថហើយលាយខ្លាំងនៅពេលដែលខ្លួននឹងការពារមិនអោយគេនាំស្ត្រីជប៉ុននេះចេញទៅដែលស្ត្រីជប៉ុននេះជាមិត្តភក្តិបាទហើយខ្ញុំសួរថាអញ្ចឹងកញ្ញាសាស្គាល់លោកអញ្ញាសុកមុននឹងទេកាលពីមុនមកថាខ្ញុំមិនដែលបានស្គាល់ទេមិនដែលស្គាល់តើទេសោះប៉ុន្តែថ្ងៃហ្នឹងគឺខ្លួននឹងបានទៅម្នាក់ឯងទៅហូបអាហារនៅហាងជប៉ុនហ្នឹងជាមិត្តភក្តិទៅហូបមុនប៉ុន្តែលោកអញ្ញាសុកមុននេះមកក្រោយដល់មកក្រោយជនជាតិជប៉ុនស្ត្រីជនជាតិជប៉ុននេះបានប្រាប់ថាគាត់តែឃើញអង្គញានឹងចូលមកដល់ក្រុមអង្គរៈអីនឹងចូលមកដល់ក៏បានប្រាប់មកសាថាសាជប់អោទៅណានៅទីនេះជាមួយខ្ញុំបាទនៅទីនេះជាមួយខ្ញុំព្រោះគាត់នឹងមកទៀតហើយធ្លាប់ធ្វើបាបខ្ញុំបាទហើយរូបភាពមួយទៀតវាសាករីរូបតបែរូបភាពផ្សេងទៀតតាមសមមិញមានតាបាទយល់ខ្លះផងបាទដល់ពេលខាងជនជាតិជប៉ុននេះគាត់ឲ្យនៅចាំព្រោះខ្លាចធ្វើបាបដូចមុនទៀតបានន័យថាសុកមុននេះបានធ្វើបាបជនជាតិជប៉ុននោះ2 ដងមកហើយចឹងហើយបានជាគាត់ជាអ្នករៀបរៀងកុំឲ្យធ្វើបាបគ្នាទៀតទើបត្រូវបានអង្គញាសុកមុនហ្នឹងវាយដោយចាប់ម៉ោចសក់ដល់ផងទា
phong thẹn phong hỏi ông cái cái chỉ nè căn cầm phượng cầm riêng là nam mới chui trầu mà chẳng có ta tu toán mình nên tay ông nhà mà nhẹ nên thì bác vua đừng ông cái đấy luôn tôi phải tu toán là thua hồ tiền tiền tu toán tiền tiền bà phần tay lúc nè ban chia hai tòa bên trong cây đi cứ sách nhiệt nâng ở búc mà đai được bao cả nhà giá thá nè cái phượng cái can này gây lượng nặng hơi này nè cái can chung ngồi nó vay toạt thêm và cái phượng nó can vui chân nè đốt tóc chui khoát khăn bé cái khoát còn ta cái ở bên vang nó cho ôi tên nào cái gì cho ôi nè đốt tóc tên nó và cái không khoát ra bên đây này cho ôi lấy cái phượng cho mấy cái hiến và ta ba nói và năng ba nói con và năng ba nói ở thứ ba này tao nặng năng và tay ở cái này khoát khăn mặt ban để sao tay cặp lưng này căn cái gì là hỗn nên là tôi khoát mặt bán và ấy lâu đi lúc beri ở nhà rong hưng buồn thòn lúc bàn chân thì ca co áo lúc ở nhà dục muốn trôi khuôn một ẩm phừ bàn tay ấy lâu đi bàn trôi khuôn một ẩm phừ tê bàn tay mấy thì vi bàn trôi một ẩm phừ tay beri ở nhà bàn phải chạy ta mình toan cục quan tê mà cha khuôn nhẹ một bớt trôi một ẩm phừ và thèm bà riêng mấy vía mình ai từ tôi dọc bàn trong coi đi cái tha sọc muốn ban chạy tranh pi Campuchia tăng từ ngày pi phẩm tờ một là tơ Singapore tại bờ tam này sẽ bắt này dưới bao khi mà sơ mình có tha ôi tại dương kết thà thuê riêng đi tức vào cốt công ôi và thu đáy tới đo và tư na có chạp bàn này bởi dư niêm bản anh tầm nhẹ tầm nông phần này sẽ mặt tới cấy tới lưu ăn tập bồ ai sẽ hạ cả bàn chỗ ban ta và chẳng hai bàn chia mà hai chung tôi là quạt bằng hai là tu sẵn lại nó không Facebook mùi rối trang mùi rối thứ nhất là nào mùi giờ xả thà quạt năng và vọt lọ mà tại con là nên chia tu sẵn lại nó không Facebook mà lúc nào đó thì nên thà cọ thằng o tê và đôi chỉ không mà sao mấy khiêm tên dưới ấy của vua khiêm nông niên lại ra bò miếng dương ai mình dây tầm mà khang bàn thì chẳng hay bàn chỉ khiêm trong lục la lục mê thì vi có đồng phứ được không kia là tổng bò đàm tơ còn thà miền say từ miền phứ miền phứ từ miền say và tại giang na còn nói sẽ ca một phút đây bằng hai ông pi hăng xa đo xả hai mươi mà hai chân ở tập tu dọc ban tập tu qua lấy tha ta cả năm miền say miền phứ vậy còn cái phứ này là má chỉ nhận đột là na nhận đột hai say mới được papo từ lên là má khla và tại mà sân chỉ phứ này mình chơi tôi tiền nhận là tới vì ông miền Tây Nha thế nè đột tập tiền dưới người mấy thế tôi phải chơi một tè kia hai sự mặt cây miền còn đi vượt hán miền là cò bá riêng kia thua cả ấy lâu tha ông nhà rút nước bàn chạy chân từ cao bờ tây cả đói phân tay bạc vụ ông người đẹp đại tẹt bón trôi tài chặt càm rồi phải chặt cả hai còn miền bò miền nhôm mà sầm bánh xài hai miền ở để đi chuyển mê cả chuyển mê cá nơi tam karaoke khá nơi tam phố chỉ nơi tam thom khá quạt bàn phải chạm mò nê đi chuyển mê cá mình tách chiên phần nuôi nhé đầu quạt bàn phải chạm một đạp nhôm quạt tha lên đi nhôm xuân để dây riêng tất để nhôm thuốc squat lúc ở nhà này quạt dây đạp nhóm quạt tha xà hao nè chưa môi đừng sấy xà hao chưa môi sấy hai
ជាពិសេសគឺធ្វើបាបផ្សេងៗប្រមាណជាដូចជា5នាក់ហើយដែលគាត់តែងតែប្រើហិង្សាបែបនេះតែស្ត្រីនោះគាត់អត់ដែលហ៊ានប្តឹងទេចាអត់ដែលហ៊ានប្តឹងតែគាត់និយាយប្រាប់នេះគាត់ថាខ្ញុំសូមនិយាយមិនបញ្ចេញឈ្មោះតែសកម្មភាពពីមុនខ្ញុំស្គាល់ចាហើយគាត់ឲ្យស្ត្រីនោះស្គាល់តាំងផ្ទះលោកអង្គញាសុខមុននឹងនៅកន្លែងណាវេលានៅតាណាប្រមាណគាត់រៀបរាប់ទាំងអស់ចាបាទតែយើងមិនបាច់ចាំទេអាហ្នឹងជាទ្រព្យរបស់គេអាហ្នឹងរឿងផ្ទាល់ខ្លួនអាហ្នឹងយើងនេះតែគាត់ចង់និយាយថានារីនោះគាត់ថាគាត់ច្បាស់តាំងផ្ទះនៅឯណាប្រមាណចំនួនប្រមាណចាបាទឲ្យលំអិតហើយអង្គរៈនោះក៏សាហាវដែរធ្លាប់និយាយប្រាប់ទៅលើស្ត្រីទាំងអស់នោះដែលទៅអង្គុយជាមួយនឹងគាត់ទាំងបាននៅក្នុងបន្ទប់សบายហ្នឹងគឺតែងតែប្រព្រឹត្តហិង្សាដោយប្រការផ្សេងផ្នែកបៀតបៀនចាគេខ្មាស់គាត់និយាយអស់ហើយគាត់តែងតែលឺអង្គរៈគម្រាមទៅលើស្រីដែលអង្គុយជាមួយនឹងគម្រាមតែចេះដើម្បីឲ្យស្រីខ្លាចគាត់ថាអានេះរឿងពិតឬមិនពិតអានេះមិនដឹងឬក៏អង្គរៈនេះប្រើពាក្យសម្ដីដើម្បីគម្រាមដល់ស្ត្រីនោះឲ្យខ្លាចលោកអាញានឹងក្រុមបពុះខ្លួនមិនដឹងទេតែនិយាយចេះនៅនាងឯងនៅមកចូលមួយក្រុមខ្ញុំហូបចុកឲ្យស្រួលកុំប្រកាន់ចរិតខ្ពស់ធ្វើឲ្យមេខ្ញុំទៅកាអីម្ល៉េះហ្នឹងនាងឯងដឹងទេក៏មុនមកពីកំពង់ឆ្នាំងណាបាញ់សម្រាប់ស្ត្រីម្នាក់ទម្លាក់ចោលតាមឡានតាមផ្លូវពីណាមួយទៅទេគាត់អួនចឹងនេះអង្គរៈណាមិនអង្គញានឹងអ្នកនិយាយទេអង្គរៈហើយនាងឯងដឹងកាលពី2ឆ្នាំមុនស្ត្រីមិនតិច2-3នាក់ទេបាញ់ទម្លាក់ទៅលើចោលគ្មានរឿងទេណាដល់ម្លឹងនេះអង្គរៈគាត់និយាយចឹងប្រាប់ទៅលើស្រីនេះស្រីគាត់មកប្រាប់ខ្ញុំអញ្ចឹងប៉ុន្តែគាត់ថាលោកអ្នកអ្វីដែលគាត់និយាយនេះតាមខ្ញុំសង្ស័យប្រហែលអាចជាភាសាគម្រាមទៅលើស្ត្រីឲ្យខ្លាចចាបាទវាមិនអាចដល់ថ្នាក់នឹងពេកទេខ្ញុំជឿដល់ថ្នាក់ហ្នឹងតែគាត់នេះជាភាសាគម្រាមឲ្យស្ត្រីដែលអង្គុយជាមួយក្រុមខ្លួននឹងខ្លាចចាហើយនឹងផ្ដល់ឱកាសឲ្យពួកគេចាច្រើនមែនទែនដែលទូរស័ព្ទមកប្រាប់ខ្ញុំប៉ុន្តែនេះគ្រាន់តែជាទុនខ្លះដែលគាត់បានបង្ហាញចាបាទតែរឿងពិតដែលចៅក្រមបរិយាអាញាគាត់កំពុងធ្វើពេលនេះគឺទី1នឹងចេញនៃការក៏ហៅអត់ចូលចេញនៃការចាប់បាទចេញនៃការចាប់ហើយបើតាមប៉ារបស់សាលោកអ៊ុធីលោកប្រាប់ខ្ញុំបើសិនមិញថានៅពេលដែលហេតុការណ៍កើតឡើងពីថ្ងៃទី2លោកទីខ្ញុំព្យាយាមបិទបាំងថាមិនឲ្យរឿងនេះចេញទេវាខ្មាស់គេឲ្យលោកអញ្ញានឹងមកដោះស្រាយចំពោះមុខដោះស្រាយគ្នាចា៎ធ្វើម៉េចដែលកូនខ្ញុំដែលជាទីស្រឡាញ់របស់ឪពុកម្ដាយតែលោកទៅបានធ្វើទរណកម្មប្រើហិង្សាដល់ស្រាតសម្លៀកបំពាក់ទៅទីសាធារណៈអ្នកយល់យ៉ាងម៉េចបាទប៉ុន្តែពេលនោះថាលោកសុកមុននឹងបានទូរស័ព្ទមកគាត់ដើម្បីចរចាបញ្ចប់ចេញថ្លៃព្យាបាលបាទចេញថ្លៃសំណងខូចខាតថាខ្លួនខុសហើយចាអញ្ចឹងបាទរបស់កញ្ញាសាប្រាប់ថាអញ្ចឹងមកជួបគ្នាទៅជែកគ្នាមកបើចាក់តាមទូរស័ព្ទប៉ុន្តែទូរស័ព្ទនោះបើតាមគាត់ទទួលបានកាលពីថ្ងៃទី6ទី7ទូរស័ព្ទដែលទៅមកនោះគឺនៅក្រៅប្រទេសចាហើយបើតាមដឹងមិនច្បាស់គាត់ថាប្រហែលជានៅសិង្ហបុរីចាបាទប៉ុណ្ណឹងបាទនេះអ្វីដែលក្រុមគ្រួសាររបស់សាបានលើកឡើងខ្ញុំសូមជម្រាបជូននឹងរឿងនឹងខ្លះបន្ថែមទៀតប៉ុន្តែយ៉ាងណាក៏ដោយគឺថ្នាក់ដឹកនាំដែលលោកបានឃើញព្រឹត្តិការណ៍បែបនេះគឺគាត់ត្រូវតែការពារចំពោះស្ត្រីកុំឲ្យវប្បធម៌ជន់ឈ្លីទៅលើស្ត្រីដែលកើតឡើងអញ្ចឹងបរោះរបស់យើងទាំងឡាយយើងត្រូវគិតបាទកាលណាបើយើងធ្វើបាបគ្នាដល់ថ្នាក់នេះក៏វា
ពិបាកភ្នែកនឹងមើលគេនឹងមិនគ្រប់គ្រងយើងទេបាទទោះបីយើងលើកហេតុផលបែបណាក៏ដោយប៉ុន្តែសម្រាប់ខ្ញុំត្រូវតែលើកហេតុផលទាំងសងខាងសូមអធិស្ឋានដូចជាម្សិលមិញហ្នឹងខ្ញុំលើកហេតុផលដែលខាងលោកខាងមេធាវីលោកអញ្ញាសុកមុនគាត់បំភ្លឺក៏មានមហាជនខ្លះថាលោកវិធីយកភាសារបស់ខាងនោះធ្វើអីបាទធ្វើបាបគេប៉ុណ្ណេះហើយយកភាសាខាងនោះបកស្រាយដោះសារហ្នឹងបាទអត់ទេសូមអធិស្ឋានណាក្នុងនាមខ្ញុំអ្នកសារព័ត៌មានខ្ញុំត្រូវតែយកភាសាខាងនោះគេបកស្រាយថាម៉េចដើម្បីឲ្យយើងដឹងបាទហើយខាងនេះគាត់បកស្រាយយ៉ាងម៉េចដើម្បីឲ្យយើងដឹងទាំងអស់គ្នាព្រោះពួកយើងក៏ត្រូវដឹងថាហេតុអីបានជាកើតឡើងដល់ឈានការវាយនៅកន្លែងសាឡុងអញ្ចឹងហេតុអីបានជាកញ្ញាសាគប់ទូរស័ព្ទទៅលើអង្គរៈនោះនេះវាសិតតែមានហេតុផលអញ្ចឹងបាទប៉ុន្តែវាវាយនេះវាសាហាវពេកវាជន់ផងវាតត់ផងវាធាក់ផងកភ្លើងផងអីផងវាអញ្ចឹងអានេះដែលអត់ទៅវាបែបនេះដែលគេមើលវាមិនអាចទទួលយកបានសម្រាប់មនុស្សទូទៅបាទហើយជប៉ុននោះគាត់ដេកអត់ដឹងខ្លួនស្វឹងបានចាបាទហើយឥឡូវនេះខាងស្ត្រីជនជាតិជប៉ុនបានទៅបំភ្លឺការពិតប្រាប់សមត្ថកិច្ចប្រាប់តុលាការហើយមេធាវីដើម្បីប្រាប់ពីការពិតថាពីមុនសុកមុននឹងធ្វើបាបគាត់អីខ្លះចាគាត់ទៅប្រាប់ដើម្បីជាឯកសារយើងបន្ថែមតាក់ទងនឹងជនជាតិជប៉ុនបាទប៉ុន្តែយ៉ាងណាក៏ដោយស្ត្រីជនជាតិជប៉ុននេះគាត់ថាខ្លាចចាគាត់ខ្លាចខ្លាចអត់ជួយគាត់បានហើយឥឡូវគាត់ចង់ទៅជប៉ុនវិញចាអញ្ចឹងឥឡូវនេះឲ្យមានការគាំពារការពារពីស្ថានទូតជប៉ុនចាបាទវារឿងដល់ណាស់ហ្នឹងវាបែកឃ្លៀងបាទអញ្ចឹងទូទាំងជនខ្ញុំដោយសារតែយើងបានទទួលព័ត៌មានបន្ថែមហើយយើងចង់បញ្ជាក់ពីការពិតទាំងសងខាងហើយដោយខាងភាគីខាងលោកអញ្ញាសុកមុនគាត់បំភ្លឺតាមរយៈលោកមេធាវីលោកបានជ្រាបហើយបាទដែលថាលោកមេធាវីគាត់ប្រើតែពាក្យមួយម៉ាត់ថាបើគ្មានភ្លើងគឺគ្មានផ្សែងទេគាត់ចង់និយាយប៉ុណ្ណឹងបាទប៉ុន្តែសូមឲ្យលោកអ្នកដែលទូរស័ព្ទមកខ្ញុំជេរមេធាវីឥឡូវខ្ញុំសូមប្រាប់ទៅវិញកុំជេរគាត់អីលោកអ្នកមេធាវីគាត់ការពារកូនក្តីរបស់គាត់ណាមួយហើយគឺគាត់ត្រូវតែនិយាយកូនក្តីរបស់គាត់ល្អទោះបីកូនក្តីនេះជាអក្រិតជនក្តីកូនក្តីនេះជាចោរប្លន់ក្តីកូនក្តីនេះជាប្រភេទឃាតករយ៉ាងណាក៏ដោយតែកាលណាមេធាវីនោះគាត់ទៅការពារហើយគឺគាត់ត្រូវតែនិយាយកូនក្តីរបស់គាត់ល្អអត់ខ្ចោះដល់មកនេះជាវិជ្ជាជីវៈមេធាវីលោកអ្នកបាទចឹងកុំជេរគាត់អីបាទខ្ញុំឃើញនៅក្នុងសង្គម Facebook ជេរលោកមេធាវីខ្លាំងណាស់បាទប៉ុន្តែលោកអ្នកបាច់ជេរគាត់ទេព្រោះអានេះជាវិជ្ជាជីវៈគាត់ធ្វើអញ្ចឹងបាទហើយសម្រាប់អ្នកព័ត៌មានក៏ដូចគ្នាដែរលោកអ្នកត្រូវពិចារណាអ្នកសារព័ត៌មានគឺត្រូវតែយកភាសាទាំងសងខាងទោះបីភាសាខាងនោះខុសក៏ដោយក៏ត្រូវតែយកមកនិយាយដើម្បីឲ្យបងប្អូនពិចារណាទៅប៉ុណ្ណឹងដើម្បីកុំឲ្យស្រាប់ថាខ្ញុំយកភាសាពាក្យពេចន៍ខាងនោះខាងចូលទៅពាក្យពេចន៍ខាងនេះចូលទៅដល់ពេលគាត់ពេញចិត្តខាងនោះជាងគាត់វាយវ៉ាមកខាងនេះថាលោកអីមិនត្រូវយកពាក្យពេចន៍នោះគាត់ពាក្យពេចន៍អាក្រក់ពាក្យពេចន៍ខុសអីមិនអាចទេតែខ្ញុំដោយសារតែវាវិជ្ជាជីវៈអញ្ចឹងនេះមានទៅវាអញ្ចឹងដែរបាទអញ្ចឹងលោកអ្នកស្វែងយល់អាកន្លែងតំណឹងណាបាទលើកលែងតែអ្នកនោះឯងអ្នកព័ត៌មាននោះឯងគាត់និយាយតែមកខាងចោតគេឲ្យអត់មានផ្ដល់ឱកាសឲ្យគេបកស្រាយបិទផ្លូវតវ៉ាសម្ដីតុលាការក៏គេបើកផ្លូវតវ៉ាដែរបាទផ្លូវច្បាប់ក៏គេបើកផ្លូវតវ៉ាដែរអញ្ចឹងការរិះគន់គេដើម្បីកែលម្អអ្នកត្រូវតែបើកផ្លូវតវ៉ាផ្ដល់ឱកាសឲ្យអ្នកដែលត្រូវបានគេចោទឡើងបកស្រាយដោយផ្ទាល់ក្តីបកស្រាយដោយការនិយាយយើងកត់ត្រាបាទនេះជាវិជ្ជាជីវៈទូទាំងជនតែ
ดูไปเนี่ยមានកំហុសធំហើយអ្នកខំបកស្រាយឲ្យល្អយ៉ាងណាក៏ដោយវាមិនអាចគេចផុតពីភ្នែកមនុស្សទាំងវងមហាជនរាប់លានអ្នកគេកំពុងតែផ្ដោតមើលហើយអ្នកនិយាយបង្វែងវាមិនអាចទៅរួចទេមហាជនគេនឹងផ្ដោតមើលឲ្យចំថាអ្នកនឹងគាត់និយាយមិនបាទនឹងចង់ជម្រាបជូនប៉ុណ្ណឹងដើម្បីកុំឲ្យចិត្តបន្តគាត់បាយបហាមេទៅវីខ្លាំងពេកណាបាទគាត់តែប៉ុណ្ណឹងវិជ្ជាជីវៈគាត់តែប៉ុណ្ណឹងអញ្ជើញលោកអ្នកឲ្យគាត់ទៅកាន់ក្តីរឿងណាមួយមើលសំណុំរឿងណាមួយទៅមេធាវីបំគាត់ទៅការពារតែនឹងប្រើលើហ្នឹងប៉ុន្តែក៏មានមេធាវីខ្លះមួយចំនួនតូចដែលកូនក្តីរបស់ខ្លួនរិះគន់គាត់ថាមេធាវីនេះលោកធីយកតែលុយខ្ញុំប៉ុន្តែអត់មានធ្វើការឲ្យខ្ញុំសោះចាណែវាមានចឹងណែចឹងលោកមេធាវីបើបានជាយកលុយកូនក្តីហើយធ្វើការឲ្យគេកើតមិនកើតទៅធ្វើស្ទុះស្ទីធ្វើឲ្យគេអញ្ចឹងមានកូនក្តីខ្លះតែគាត់និយាយចឹងតែយ៉ាងណាក៏ដោយមានមេធាវីមួយចំនួនតូចទេចឹងគេលើថាបានយកលុយគាត់ហើយដើម្បីធ្វើកិច្ចការហ្នឹងត្រូវតែស្ទុះស្ទីរឿងក្តីនឹងឲ្យគាត់ផងហើយធម្មតាទេមេធាវីគេយកលុយមិនមែនជារឿងអំពើពុករលួយទៅតែអ្នកជនមេធាវីគេជាមេធាវីឯកជនអញ្ចឹងគេធ្វើការគេត្រូវការលុយហើយអញ្ចឹងអត់អាចចោទថាមេធាវីគេនឹងពុករលួយបានទេព្រោះគេយកលុយនោះគេថាដើម្បីធ្វើការងារនឹងឲ្យអ្នកចាគេលើនេះប៉ុន្តែគាត់បើបានយកហើយធ្វើការឲ្យគាត់ផងប៉ុណ្ណឹងបាទអរគុណណាស់ទូទាំងជនឥឡូវនេះដោយសារពេលវាដល់ម៉ោងសម្រាប់បាទហើយតែ2រឿងចាបាទឥឡូវសូមពេលសម្រាប់បន្តិចសិនបន្តិចទៀតយើងវិលមកជួបគ្នាបន្ត